Ok, bà tí muối bà ôn tập miền cam thì đọc Acrobat này rồi nè bà version AI Pro nè bà version đọc muối chẳng muốn tờ lại bà ôn thời chỗ bật cái kia ôn cam thì chạp mê rô chẳng bà ôn chỉ tu tới automatic nó khả năng cái kia ôn Microsoft bà hãy bà ôn cho bị setting tới hãy bà ôn cho setting nó vô mapina này ôn cho đây tông search chứ ôn vay bị ta setting rồi nèต่อมาបងអូនយកពាក្យprivacy and security បាទអូនយកពាក្យ Windows security អូនយកពាក្យ virus threat protection បន្តមកអូនមកក្រោមអូនមកមើលពាក្យថា virus and threat protection ហ្នឹងបាទតើយើងបានបិទនៅអញ្ចឹងអូនចូលទៅ manage setting មកអញ្ចឹងអូន off មកណាបាទដើម្បីយើងបិទស្រួលយើងដាក់ធ្លាក់ស្រួលគ្រូដាក់មេរោគឲ្យ free ណាហ្នឹងហើយព្រោះយើងអត់មានសេរីជូនបងអូនទេបាទអូខេតាអញ្ចឹងយើង back មួយទៀតមកអញ្ចឹងយើងបិទ virus ហើយអញ្ចឹង virus threat protection update មិនទេណាតាអញ្ចឹងយើងបិទហើយគឺយើងទៅមើលកម្មវិធី Adobe ហ្នឹងអញ្ចឹងរាល់កម្មវិធី crack ទាំងអស់មិនថាកម្មវិធីអីទេណាបាទមុននឹងយើងធ្វើការ crack វាត្រូវបិទកម្មវិធីអីគេចាប់មេរោគសិនបើបងប្អូនមានកម្មវិធីចាប់មេរោគផ្សេងទៅបិទទៀតឥឡូវគូមាន Adobe ហ្នឹងទៅបាទបើកមកបាទអញ្ចឹងអូនឃើញពាក្យថា Adobe Acrobat អញ្ចឹងទៅអូនដាក់ run as administrator ក៏បានdouble click ក៏បានអញ្ចឹងគូយកពាក្យ run បាទអញ្ចឹងឲ្យវា down ណាហើយ yes មកបាទតមកអូននិចមកបាទវាដើរឲ្យចប់មកបងណាបាទបន្តមកអូន take មួយទៀតមក open file location មកណាហើយ finish មកអញ្ចឹងអូនរនេះបាទ folder ហ្នឹងវាបើកអូតូណាបាទ double click មកហើយយើងឃើញពាក្យថា set up ឃើញទេអញ្ចឹង mouse ស្ដាំ run ទៀតមកបាទកម្មវិធីហ្នឹងយើងតម្លើង2ដងគាត់ណាអញ្ចឹងតម្លើងអាមុខភាសាហើយអានេះភាសាទៀតបណ្ឌិតមកលេខមកអូនបាទនេះបាទបន្តមកយើងត្រូវ copy crack ណាចឹងគ្រូបិទមួយឃើញទេបាទ AMT ហ្នឹងអញ្ចឹង control C ក៏បានបងអូនមកស្ដាំយកពាក្យ copy មកអញ្ចឹងអូនទៅ paste location របស់ Adobe ហ្នឹងនេះអញ្ចឹងអូនមើល logo ឃើញទេអូនបាទ Adobe Acrobat ហ្នឹងណាអញ្ចឹងយកពី open file location ដើម្បីយើងយកទៅ paste crack បាទអញ្ចឹងបន្ទាប់មកអូនឃើញ folder ឯនេះ folder នៅក្នុង drive C Adobe Acrobat អញ្ចឹងតែអញ្ចឹងមកស្ដាំយើង paste ឲ្យគេ paste crack ចូល continue មកនេះបាទយើងពងតម្លើងមិញអញ្ចឹងមកស្ដាំបាទ run as admin ទៀតមកបាទឥឡូវនេះអូន more info ណាបាទដោយសារមេរោគអញ្ចឹងគេបញ្ជាក់ឲ្យគេថា malicious file ហ្នឹងបាទអញ្ចឹងយើង run មកអូខេនេះឃើញវា load នៅ yes មកបាទដក music មកបាទអត់ឮទេអញ្ចឹងបន្ទាប់មកអូនយកពាក្យថា install ណាអញ្ចឹងបងអូនគ្រាន់អូសចុះក្រោមមកឃើញ file DLL ហើយបាទ open មកបាទវាចូលបានឃើញទេបាទនេះគឺគេដាក់មកអូន file system អីយ៉ាងទៅ enable បាទ working done អញ្ចឹងអាហ្នឹងគឺយើងជោគជ័យហើយបាទប៉ុណ្ណឹងទៅអូនបិទមកហើយបងអូនអាចប្រើប្រាស់កម្មវិធី Adobe Acrobat បាទជាពិសេសអាចបើក file PDF បានញ៉េអូនបាទគឺយើងអាចបើកគ្រប់ file ទាំងអស់ហើយយើងអាច save file ជារូបភាពបានណាបើបងអូនចង់ save file អូនចូល file មកយកពាក្យ save as
bà save as ក៏បានយកពាក្យ save order មកយកពាក្យ image ឃើញអត់នេះ JPEG PNG ក៏បានដែរអញ្ចឹងទូទៅអូនយក JPEG ទៅណាអញ្ចឹងអូនរើសទីតាំងមួយទៅគ្រូឧទាហរណ៍គ្រូដាក់នៅលើ desktop អូនណាឈ្មោះ Broden យើងបិទ PDF ហ្នឹងមកឃើញរូបភាព Broden នេះបាទឃើញទេពួកយើងបាទអញ្ចឹងការតម្លើងហើយនឹងការ save file ជា picture មានតែប៉ុណ្្នឹងមកណាស្រួលងាយណា